ការសិក្សាស្វែងយល់អំពីនយោបាយតកតងទៅនឹងនយោបាយនេះខ្ញុំលើកសំណួរចំនួន2សម្រាប់ពិចារណាដើម្បីសិក្សាស្វែងយល់អំពីនយោបាយនេះសំណួរទី1ដោយមិនដេចទៅដែលហៅថានយោបាយសំណួរទី2តើប្រជាពលរដ្ឋពិសេសយុវជនគួរចូលរួមក្នុងសកម្មភាពនយោបាយនិងបញ្ហាសង្គមជាតិរបស់ខ្លួនដែរឬទេឥឡូវនេះដើម្បីសិក្សាស្វែងយល់អំពីនយោបាយខ្ញុំចូលទៅកាន់ចំណុចជាបន្តទៅទៀតចំណុចទី1នយោបាយបាទដោយមិនដេចទៅដែលហៅថានយោបាយហើយពាក្យនយោបាយនេះវាមានប្រភពចេញមកពីណាពាក្យនយោបាយនេះវាមានដើមកំណើតចេញមកពីភាសាក្រិកបុរាណដែលគេហៅថា police ពាក្យ police នេះគឺសំដៅទៅលើរដ្ឋឬក៏បុរីន័យនេះវាស្មើទៅនឹងប្រទេសណា